ពាក្យទូនមានរបស់ឪពុកម្ដាយការឈឺចាប់ក្នុងចិត្តកូនសម្លាញ់ជួនកាលពុកនិងម៉ែកំពុងធ្វើអ្វីឬនិយាយអ្វីជាមួយកូនធ្ងន់ធ្ងរនោះអាចធ្វើឲ្យកូនមិនពេញចិត្តខ្លះដែរតែសូមឲ្យកូនយល់ថាទោះជាយ៉ាងណាពុកនិងម៉ែនៅតែស្រឡាញ់កូនជានិច្ចកូនជាកែវភ្នែកបេះដូងរបស់ឪពុកម្ដាយរហូតទៅពេលដែលកូនសម្លឹងមើលពុកម៉ែដោយការខឹងក្នុងចិត្តនោះឬក៏មិនរវល់ដូចជាពុកនិងម៉ែជាអ្នកដទៃនោះពុកនិងម៉ែមានអារម្មណ៍ខ្លោចផ្សានិងឈឺចាប់ណាស់អ្នកផ្សេងគេមើលស្រាលមើលថោកឬយល់ច្រឡំលើពុកម៉ែនោះក៏មិនឈឺដូចដែលកូនមើលស្រាលឬយល់ច្រឡំលើពុកនិងម៉ែនោះទេបើសិនកូនស្អប់កូនខឹងពុកនិងម៉ែព្រោះមិនពេញចិត្តមិនសូវចូលចិត្តនៅរឿងដែលពុកនិងម៉ែធ្វើនៅពេលខ្លះនោះពុកនិងម៉ែក៏អាចអត់ទ្រាំបានដែរតែបើស្អប់ខឹងព្រោះកូនមិនយល់ដល់ចិត្តនិងអារម្មណ៍ពិតប្រាកដរបស់ពុកម៉ែនោះទេពុកនិងម៉ែខ្លោចផ្សាហើយឈឺចាប់ក្នុងចិត្តខ្លាំងណាស់កូនសូមអរគុណ